បាទសូមជម្រាបសួរដល់បងប្អូនសិស្សដែលកំពុងទស្សនាវីដេអូរបស់លោកគ្រូថ្ងៃនេះលោកគ្រូបន្តមេរៀនទៀតហើយបងប្អូនទាំងអស់គ្នាណាយើងថ្ងៃនេះយើងសិក្សាអំពីវេយ្យាករណ៍ម្ដងវេយ្យាករណ៍យើងមានចំណងជើងថារបស់បាញ់បញ្ជាក់បាទបងប្អូនទាំងអស់គ្នារបស់បញ្ជាក់ថ្ងៃនេះប្លែកពិសេសណាចូលដល់វេយ្យាករណ៍ព្រោះនៅក្នុងមេរៀនទី1នេះយើងមានវេយ្យាករណ៍មួយរួចទៅហើយគឺចំណុចរាយបងប្អូនបានដឹងហើយចំណុចរាយឬសញ្ញាចុចរាយឥឡូវយើងចូលដល់វេយ្យាករណ៍មួយទៀតគឺនិយាយអំពីរបស់បញ្ជាក់អូនស្គាល់ហើយរបស់បញ្ជាក់អីគេយើងនឹងដឹងថានៅក្នុងមេរៀននេះដូចមិនដែរតែរបស់បញ្ជាក់ហើយរបស់មានអ្វីខ្លះយើងនឹងអាចស្គាល់អូនស្គាល់ណាពោះនៅក្នុងមេរៀននេះវាមានពាក្យពីរមានសំទោសមានរបស់មួយមានបញ្ជាក់មួយអញ្ចឹងនេះគាត់តែចេញមកគឺតម្រងឲ្យយើងដឹងថារបស់ជាអីណារបស់មាន4បែបគឺរបស់បញ្ជាក់របស់សំណួររបស់បញ្ជានិងរបស់ឧទានបាទយើងសិក្សាពេលនេះយើងសិក្សាតែអាមួយនេះសិនទេចាំមេរៀនបន្ទាប់យើងសិក្សា3នេះទៀតណាបងប្អូនបាទអញ្ចឹងអូនបានដឹងហើយថាដូចមិនដេចដែរហើយថារបស់ណាយើងនឹងអាចយល់ថារបស់គឺជាកម្រងនៅកន្សោមពាក្យដែលមានន័យគ្រប់គ្រាន់ហើយស្ដាប់បានប៉ុន្តែនៅក្នុងនេះគឺយើងសិក្សាទៅទៀតថារបស់មានអីខ្លះគឺមានរបស់បញ្ជាក់របស់សំណួរនិងរបស់បញ្ជានិងរបស់ឧទានអញ្ចឹងសំណួរទី1គេសួរតែម្ដងបើអូនបានអានហើយលោកគ្រូបរៀនផ្ទាល់ប្រកាសជាលោកគ្រូសួរហើយថារបស់បញ្ជាក់ហ្នឹងរបស់មានប្រមាណបែបអូនឆ្លើយទៅហើយមួយទៀតគេសួរថាដូចនេះដែរថារបស់បញ្ជាក់អញ្ចឹងនៅក្នុងនេះគេអត់ទាន់ប្រាប់ចម្លើយទេប៉ុន្តែអូនត្រូវពិនិត្យមើលឧទាហរណ៍សិនណាឧទាហរណ៍យើងទៅមើលថាតើទម្រង់បែបម៉េចហៅថារបស់បញ្ជាក់ឧទាហរណ៍ណាចូលពិនិត្យឧទាហរណ៍ខាងក្រោមត្រេ1សាននិងសំជាបងប្អូនបង្កើតនឹងគ្នាតើនេះជារបស់បញ្ជាក់ដែរអត់បងអូនអាចទាយមើលសាននិងសំជាបងប្អូននឹងគ្នារបស់បញ្ជាក់អត់បាទត្រេទី2អូនគាត់គិតណាបើគិតថាបញ្ជាក់អូនសរសេរលេខណូតចំណាំថាបញ្ជាក់ទៅបាទម្សិលមិញត្រេទី2មានថារបស់ទី2បាទមិត្តរួមថ្នាក់ទាំងអស់បានទៅសួរសុខទុក្ខបុប្ផាដែលកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យខណ្ឌនេះជារបស់អីរបស់បញ្ជាក់ឬក៏របស់អីអូនដឹងទេបាទត្រេទី3ការសិក្សាសំទោសការស្រាវជ្រាវរបស់លោកសេដេសបានបញ្ជាក់ថាប្រាសាទមន្ទីរឆ្មាកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7បាទនឹងជារបស់បញ្ជាក់អត់ទីចុងក្រោយគឺណាត្រេទី4អាទិត្យក្រោយនេះវត្តយើងនឹងប្រារព្ធពិធីបុណ្យផ្កាសាមគ្គីបាទទាំងអស់នេះជារបស់បញ្ជាក់ទេបងប្អូនបាទអូនអាចទាយបានទេទាយបានឥឡូវយើងចូលមកណាចំណុចនេះតែម្ដងដើម្បីឲ្យអូនងាយយល់ព្រោះពេលយើងអានប្រកបណាស់អូនប្រហែលជាអត់អាចយល់បានទេថាខ្ញុំអានបានតែម្ដងឯងលោកគ្រូខ្ញុំមិនអាចសន្មត់ថាវាជារបស់បញ្ជាក់ឥឡូវយើងមកមើលយុទ្ធនិយមន័យដ៏សំខាន់ដែលគេថារបស់បញ្ជាក់ហ្នឹងគឺជាអីដើម្បីបងអូនអាចវាតម្លៃទៅលើ4ចំណុចហ្នឹងថាជារបស់បញ្ជាក់ឬក៏មិនមែនអូខេចូលមើលរបស់បញ្ជាក់គឺណារបស់ប្រាប់ព័ត៌មានឬក៏ព្រឹត្តិការណ៍ផ្សេងមានន័យថាប្រាប់ព័ត៌មានហើយឬព្រឹត្តិការណ៍ផ្សេងហើយខណ្ឌចូលទាំងអស់នេះប្រាប់ព័ត៌មានទេហើយព្រឹត្តិការណ៍ផ្សេងបងប្អូនបាទប្រកបណាស់គឺប្រាប់បាននៅព័ត៌មានណាផ្សេងណាដែលជាព្រឹត្តិការណ៍កើតឡើងអីផ្សេងដូចនិយាយអីនេះសិតតែព្រឹត្តិការណ៍នៃពិធីបុណ្យណាអាទិត្យក្រោយនេះគឺជាពិធីបុណ្យនៅវត្តយើងអីចឹងហើយនេះបញ្ជាក់អំពីព័ត៌មានថាសានិងសំជាបងប្អូនបង្កើតនឹងគ្នាម្សិលមិញមិត្តរួមថ្នាក់អីបានទៅសួរសុខទុក្ខបុប្ផានៅមន្ទីរពេទ្យហ្នឹងក៏បញ្ជាក់នេះស្រាវជ្រាវឲ្យសិតតែរបស់បញ្ជាក់ហើយគេទៅសេទៀតថារបស់បញ្ជាក់បញ្ចប់ដោយសញ្ញាខណ្ឌណាមិនបញ្ចប់ដោយសញ្ញាសួរណានោះទេគឺបញ្ចប់ដោយសញ្ញាខណ្ឌសញ្ញាឧទានក៏មិនបញ្ចប់សញ្ញាសួរក៏មិនបញ្ចប់ព្រោះរបស់វាមានអូនដឹងហើយវាមានរបស់ខ្លះបញ្ចប់ដោយសញ្ញាឧទានរបស់ខ្លះបញ្ចប់ដោយសញ្ញាសួរអញ្ចឹងអាហ្នឹងគេហៅរបស់សំណួរឬរបស់ឧទានហើយបើបញ្ចប់ដោយអញ្ចឹងយល់ទេបងប្អូនបាទអញ្ចឹងអូនអាចតាមទាន់ណាអញ្ចឹងរបស់4ដែលយើងអានមិញហ្នឹងគឺសិតតែជារបស់បញ្ជាក់អូខេចូលមកដល់លំហាត់ណាទំព័រទី14ដដែលលំហាត់យើងណាមានអីខ្លះបងប្អូនយើងអានណាកតើរបស់ណាមួយណាតើរបស់ណាខ្លះដែលជារបស់បញ្ជាក់ទី1កុំលេងភ្លើងប្រេះផ្ដាសកូនប្រយ័ត្នណាប្រយ័ត្នឆេះប្រៃអញ្ចឹងអាហ្នឹងអូនឯងសន្និដ្ឋានបានទេគ្រាន់ឃើញសញ្ញានេះក៏ដឹងដែរអានេះជាមិនមែនហើយជាណារបស់ឧទានហើយព្រោះសញ្ញាឧទានពីមុខទី
ណាទី2ដោយសារប្រឡាយនេះណាដោយសារប្រឡាយនេះឆ្នាំក្រោយឃុំយើងនឹងមានទឹកធ្វើស្រែបបូអូខេនេះជារបស់អីគឺរបស់បញ្ជាក់ហើយព្រោះថាដោយសារប្រឡាយហ្នឹងឆ្នាំក្រោយមានន័យថាយើងមានប្រឡាយហ្នឹងហើយយើងនឹងមានទឹកគ្រប់គ្រាន់សម្រាប់ណាធ្វើស្រែចម្ការបបូហើយអាហ្នឹងជាបញ្ជាក់ថាមានប្រឡាយហើយឃុំអីចឹងណាជាព័ត៌មានហើយនេះណាបាទទី3ហេតុអ្វីបានជាមីងណាមិនយកកូនទៅចាក់ថ្នាំនេះជារបស់បញ្ជាក់អត់បងប្អូនមិនមែនជារបស់បញ្ជាក់ទេព្រោះអីយើងមើលនេះសញ្ញាអីគឺជាសញ្ញាសួរអញ្ចឹងនេះជារបស់សំណួរអញ្ចឹងខុសមួយទៀតណាបាទទី4យុវជនជាសសរទ្រូងនៃប្រទេសជាតិនេះជារបស់បញ្ជាក់ទី5ស្អែកនេះយើងនឹងធ្វើសំណួរសរសេរក៏របស់បញ្ជាក់អូខេអញ្ចឹងអត់មានពិបាកទេគឺស្រួលដូចបកជែងទី1មិនមែនទេទី2ជារបស់បញ្ជាក់ទី4ជារបស់បញ្ជាក់និងទី5ជារបស់បញ្ជាក់ចំណែកឯ2ទៀតគឺជារបស់ណាឧទាន1ជារបស់សំណួរ1បាទអញ្ចឹងនៅក្នុងចំណុចនេះគេឲ្យយើងគេចូលតែងរបស់បញ្ជាក់ឲ្យបាន5របស់អញ្ចឹងអូនតែងមកអត់ពិបាកទេបងប្អូននៅក្នុងនេះអូនបានលោកគ្រូបានបង្ហាញហើយអញ្ចឹងប្រកបណាអូននឹងចេះអំពីការតែងរបស់បញ្ជាក់ហ្នឹងដូចជាមិនលំបាកទេអូនមើលហើយអូនស្វែងយល់អូនរៀនអូនធ្វើណាកូនព្រោះដើម្បីឲ្យយើងបានកាន់តែមានចំណេះចេះដឹងអូនត្រូវតែប្រឹងរៀនឲ្យបានឆាប់មានចំណេះដឹងជ្រៅជ្រះអញ្ចឹងយើងតែងរបស់ឲ្យបាន5លោកគ្រូសុំលើកបង្ហាញតែម្ដងទៅបើបងប្អូននេះអត់ពិបាកទេយើងទៅសេដូចនេះក៏បានដែរណាកសិករភ្ជួរស្រែក៏បានបញ្ជាក់សិក្សានុសិស្សកំពុងសិក្សាណាសិក្សានុសិស្សកំពុងសិក្សារៀនសូត្រ2ឆ្នាំទៀតខ្ញុំនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិរបស់បញ្ជាក់ខ្ញុំមានបំណងធ្វើជាគ្រូបង្រៀនអក្សរសាស្ត្រខ្មែរខ្ញុំមានឆ្មាមួយនៅផ្ទះពណ៌សឪពុកម្ដាយខ្ញុំដល់ខែទៅធ្វើស្រែចំការសិទ្ធិរបស់បញ្ជាក់ឲ្យបញ្ជាក់ពីព័ត៌មានព្រឹត្តិការណ៍អញ្ចឹងអត់លំបាកទេណាបងប្អូនអាចធ្វើបានក៏ដូចជាយល់នៅអ្វីដែលជាមេរៀនគន្លឹះក្នុងការស្វែងយល់អត់លំបាកទេអញ្ចឹងនៅក្នុងមេរៀននេះទៀតសោតលោកគ្រូដូចជាមិនជាពិបាកទេលោកគ្រូគិតថាអូនអាចមិនបានហើយលោកគ្រូបរៀនតាមទូរស័ព្ទរៀនពិបាកតិចសង្ឃឹមថាបងអូនស្រួលមើលហើយបើកសៀវភៅតាមលោកគ្រូណានៅក្នុងមេរៀនទី14អូខេបើមានចម្ងល់អីបងអូនសួរនៅក្នុងវីដេអូលោកគ្រូណាបងប្អូនអញ្ចឹងមេរៀនតាក់ទងទៅនឹងវេយ្យាករណ៍មេរៀនរបស់បញ្ជាក់លោកគ្រូសូមរំលឹកមកវិញថារបស់បញ្ជាក់ណាគឺជាណាអូខេរបស់បញ្ជាក់នេះអូនត្រូវកត់ចូលក្នុងសៀវភៅរបស់បញ្ជាក់គឺជារបស់ប្រាប់ព័ត៌មានឬក៏ព្រឹត្តិការណ៍ផ្សេងរបស់បញ្ជាក់បញ្ចប់ដោយសញ្ញាខណ្ឌយើងត្រូវមើលថាបញ្ចប់ដោយសញ្ញាខណ្ឌហ្នឹងហើយរបស់បញ្ជាក់បាទអញ្ចឹងអូនត្រូវកត់ហើយសរសេរណាចម្លើយនៅក្នុងលំហាត់ចូលហើយសរសេរចម្លើយនៅក្នុងលំហាត់ចូលនេះហើយអូនត្រូវនេះធ្វើឧទាហរណ៍នេះមួយទៀត5ចំណុចបាទអញ្ចឹងមានប៉ុណ្ណឹងសម្រាប់មេរៀននេះសង្ឃឹមថាបងប្អូនយល់បានទាំងអស់គ្នាបើមានចម្ងល់អីអូនអាចសួរនៅក្នុង comment វីដេអូលោកគ្រូនឹងផ្ដល់ចម្លើយអូខេអរគុណបងប្អូនសិស្សានុសិស្សដែលខំព្យាយាមសិក្សារៀនសូត្រអញ្ចឹងលោកគ្រូអរគុណនិងសូមគោរពជំរាបលា